ទឹកចាស់ពីដើមកន្លែងណាមានពីងទឹកកន្លែងនោះមានដើមម្ទេសដើមជីប្រាស់ត្រូវអីនៅហ្នឹងណាទឹកងូតហ្នឹងมันអត់ប្រយោជន៍ទេត្រង់ថាមានបន្លែបង្ការនៅទីនោះឯងនេះជុំវិញផ្ទះអូការលហុងនេះស្លាប់គោត្រូវចូលចិត្តវិញបន្តិចប៉ុន្តែសម្រាប់អ្នកចូលចិត្តវិញហ្នឹងត្រូវការលហុងហ្នឹងឯងអូខេដល់មកจะមានផ្លែលហុងដែរនេះច្រើនណាស់លហុងផ្លែច្រើនមែនទេផ្លែវាច្រើនហ្នឹងហើយសិតលហុងនេះគេលហុងដើមចង់បាក់មែកចង់បាក់មែកហើយបន្ទាប់មកនេះមានគេមានពីងទឹកទៀតកន្លែងណាមានពីងទឹកកន្លែងណាមានរុក្ខជាតិដែរចេកត្រឹមលក្ខណៈគ្រួសារដូចជាមិនអស់ទេចេកនេះច្រើនណា30-40ដើមផ្លែសង្គ្រោះដើមនេះជាទិដ្ឋភាពសម្រាប់អ្នកជនបទខ្ញុំគិតថាទឹកចិត្តឲ្យមានរបស់ទាំងអស់ការចេកមួយដែរមកយើងនេះមានអីទៀតមានលហុងទៀតណាបន្លែនេះទៅកាត់អស់មុននឹងខ្ញុំចង់ឲ្យលោកស្រីបងមើលហុងវិញហុងផ្លែឡើងចេកដើមមកដើមធម្មជាតិសុទ្ធអត់មានគីមីទេអញ្ចឹងបន្លែក្បែរផ្ទះហ្នឹងបន្លែធម្មជាតិក្បែរផ្ទះហ្នឹងវានៅតែល្អជាងបន្លែដែលចេញមកពីសាបន្លែគីមីនេះខ្ញុំតែអូនេះមកដើមទៀតច្រើនដើមទៀតនេះច្រើនផ្លែចង់មកដើមតែម្ដងតែមើលផ្លែច្រើនពេកបាទអូខេវីដេអូទី1ខានផុសយូរហើយសម្រាប់ page សម្រាប់YouTube ឆ្លាតភូមិតាមពិតគោលបំណង YouTube ហ្នឹងគឺចែកម្លែកពីគេហៅបៃតងរដូវនឹងឯងរដូវបៃតងឬក៏ភូមិសាភូមិស្រុកដាច់ស្រយាលនេះឯង